ខ្មោចដែលវាស្អុយនៅតាមទួលដែរនោះតើវាជាខ្មោចទៅបនណាបើខ្មែរអត់មានបាត់តបទេហើយខ្មែរក៏អត់មានចូលទៅក្នុងដីគេដែរបើថាខ្មោចនៅលើដីណែឯងគឺមានតែណែឯងសិតថាខ្មោចយកមិនអស់ខាងនេះអត់មានចូលទៅក្នុងដីរបស់ណែឯងទេអញ្ចឹងទេខាងថៃទេដែលសុំជូនសារទៅរកកូនរកចៅហើយមានបាត់កូនបាត់ចៅឬអត់ខាងនេះគេរកគេយកមកធ្វើបុណ្យធ្វើទានអស់ហើយកុំភ្លេចសោះខ្ញុំកណាខ្ញុំក៏ជាតបម្នាក់ហើយជាតបដែលធ្លាប់ប្រយុទ្ធយើងវាយគេទៅវាយគេណាហើយណាស់ត្រូវប្រើ3ទៅវាយ1យើងសម្រាប់ទុកទល់យើងត្រូវការ1វាយជាមួយ3បើណែឯងមិនមែនក្បាលប៉ានដៃទេកុំគេហៅថាកុំមាត់ឆៅពេកកុំមាត់ឆៅពេកគេក៏មានកំភ្លើងយើងក៏មានកំភ្លើងហើយយើងអត់មានត្រូវការទៅខ្លះមកឃោសនាអំពីបញ្ហាថាខ្មោចស្អុយតបខ្មែរអត់មានខ្មោចស្អុយទៅលើដីគេទេព្រោះយើងអត់បានចូលដីណាទេសង្ឃឹមថាប្រជាជនថៃស្វែងរកកូនចៅរបស់ខ្លួនដែលបាត់បង់ខ្មោចដែលវាស្អុយនៅតាមទួលដែរនោះតើវាជាខ្មោចទៅបនណាបើខ្មែរអត់មានបាត់តបទេហើយខ្មែរក៏អត់មានចូលទៅក្នុងដីគេដែរបើថាខ្មោចនៅលើដីណែឯងគឺមានតែណែឯងឃើញបញ្ជូនសារសូម្បីតែ Facebook របស់ខ្ញុំគឺចូលមកខ្ញុំកណាខ្ញុំគឺថាបង្ហោះម្ដងគឺខាងនោះចូលមកមើលច្រើនសិតថាខ្មោចយកមិនអស់ខាងនេះអត់មានចូលទៅក្នុងដីរបស់ណែឯងទេអញ្ចឹងទេខាងថៃទេដែលសុំជូនសារទៅរកកូនរកចៅហើយមានបាត់កូនបាត់ចៅឬអត់ខាងនេះគេរកគេយកមកធ្វើបុណ្យធ្វើទានអស់ហើយអ្វីដែលខ្ញុំកណាខ្ញុំសូមចំបញ្ជាក់សូមឈប់និយាយពាក្យអត់បើកព្រំដែនអត់មានអាណាទៅសុំ5